បងប្អូនប្រជាពលរដ្ឋដែលមានបានបតសនៅពេលដែលមានបញ្ហាសុខភាពសូមប្រើប្រាស់បាននេះព្រោះបាននេះមានអត្ថប្រយោជន៍ច្រើនចំពោះប្រជាពលរដ្ឋយើងក្នុងការព្យាបាលគឺថាគាត់អាចទទួលបានសេវាគ្រប់ទីកន្លែងដោយគុណភាពហើយដោយសមត្ថភាពដោយមិនមានការរើសអើងហើយព្យាយាមប្រើប្រាស់បាននេះអស់លទ្ធភាពបាទខ្ញុំឈ្មោះជួនកំជេងជាវិជ្ជបណ្ឌិតបម្រើការនៅមន្ទីរពេទ្យបេស៊ីនុមណ្ឌលនៃក្តីសង្ឃឹមមន្ទីរពេទ្យបេស៊ីនុមណ្ឌលនៃក្តីសង្ឃឹមយើងមានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញបាទយើងមានការផ្ដល់សេវាពិគ្រោះជំងឺក្រៅជាពិសេសគឺជំងឺរ៉ាំរ៉ៃទឹកនោមផ្អែមលើឈាមជំងឺបេះដូងជំងឺសន្លាក់ហើយយើងមានសេវាសង្គ្រោះបន្ទាន់24ម៉ោងលើ24ម៉ោងបាទយើងមានសេវាវះកាត់យើងមានសេវា clinic ស្ត្រីដែលជួយស្រាវជ្រាវរោគជំងឺមហារីកសូដន់និងមហារីកមាត់ស្បូតបាទយើងមានសេវាមន្ទីរពិសោធន៍និងសេវាអមវិជ្ជសាស្ត្រផ្សេងៗទៀតដែរបាទជាមធ្យមមន្ទីរពេទ្យបេស៊ីនុមណ្ឌលនៃក្តីសង្ឃឹមយើងទទួលពិនិត្យនិងព្យាបាលជំងឺប្រហែលជា600ទៅ700នាក់ក្នុងមួយថ្ងៃហើយក្នុងនោះសមាជិកបសសមានប្រហែលជា250នាក់ទៅ300នាក់ក្នុងមួយថ្ងៃដោយសារសមាជិកអ្នកជំងឺយើងដែលគាត់មានបានបសសហ្នឹងគាត់យល់ដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បានបសសហើយគាត់យល់អំពីសេវានៅក្នុងមន្ទីរពេទ្យយើងដែលផ្ដល់សេវាប្រកបដោយគុណភាពសមត្ថភាពហើយនឹងប្រកបដោយវិជ្ជាជីវៈខ្ពស់ហើយដូច្នេះហើយបានជាបងប្អូនប្រជាពលរដ្ឋគាត់អញ្ជើញមកកាន់មន្ទីរពេទ្យយើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងបាទចំពោះអ្នកជំងឺដែលមានបានបសសបានន័យថាគាត់មានអត្ថប្រយោជន៍ច្រើនទីមួយគឺអ្នកជំងឺគឺគាត់មិនចាំបាច់ចំណាយថវិកាក្នុងការមកព្យាបាលជំងឺបាទអញ្ចឹងបានវាកាត់បន្ថយនៅបន្ទុកចំណាយរបស់គាត់ទីពីរគឺអ្នកជំងឺគាត់មានចង់និយាយថាគាត់មានស្ថានភាពសេដ្ឋកិច្ចឬក៏ចំណាយរបស់គាត់នឹងមានតុល្យភាពបាទនេះថាគាត់ពេលខ្លះគាត់អត់ត្រូវការចំណាយបន្ទាន់ទីហោគាត់ឈឺអីធ្ងន់ត្រូវការវះកាត់ទៅអីចឹងបើគាត់មានបានបសសគឺគាត់អាចមកប្រើសេវានោះបានដោយគាត់មិនចាំបាច់អស់ចំណាយដែលមិនបានព្រៀងទុកបាទហើយមានអត្ថប្រយោជន៍ច្រើនទៀតដូចជាគាត់មានការគាំពៀហើយការប្រើប្រាស់បានបសសហ្នឹងគឺគាត់អាចប្រើសេវានៅគ្រប់ទីកន្លែងទូទាំងប្រទេសបាទដោយសារយើងខាងបសសគាត់បានពង្រីកសេវាបានគ្រប់ระดับទូទាំងប្រទេសបាទគ្រូពេទ្យនៅទីនេះគឺគាត់ព្យាបាលជំងឺដោយស្មារភាពគ្នាដោយសមត្ថភាពហើយគាត់មានវិជ្ជាជីវៈក្នុងការពិនិត្យនិងព្យាបាលជំងឺហើយជាទូទៅគឺអ្នកជំងឺគាត់តែងតែពេញចិត្តចំពោះសេវាដែលយើងបានផ្ដល់ឲ្យគាត់បាទពីមុនយើងតែងតែឮសូរពាក្យចចាមអារាមថាអ្នកជំងឺដែលមានបានបសសត្រូវបានទុកឲ្យនៅដាច់ដោយឡែកព្យាបាលមិនយកចិត្តទុកដាក់អីជាដើមក៏ប៉ុន្តែអ្វីទាំងអស់ហ្នឹងគឺសុទ្ធតែជាការលើកឡើងមិនពិតបាទហើយនៅទីនេះគឺយើងអត់មានការបែងចែករវាងអ្នកជំងឺបសសអ្នកជំងឺបង់ប្រាក់ឬក៏អ្នកជំងឺក្រីក្រអីទេគឺយើងផ្ដល់សេវាជូនគាត់ប្រកបដោយសមត្ថភាពគុណភាពហើយនិងវិជ្ជាជីវៈបាទអ្នកជំងឺនៅទីនេះគឺយើងមើលទាំងអស់បាទលោកគ្រូពេទ្យមើលទាំងអស់បាទមូលហេតុដែលមន្ទីរពេទ្យចូលរួមសហការជាមួយនឹងបសសគឺយើងធ្វើយ៉ាងណាដើម្បីឲ្យការផ្ដល់សេវាទៅដល់អ្នកជំងឺហ្នឹងគឺបានទូលំទូលាយមានន័យថាយើងអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើយ៉ាងណាឲ្យការគ្រប់ระดับសេវាឲ្យបានទូទាំងប្រទេសឲ្យបានទូលំទូលាយដោយមិនទុកអ្នកជំងឺណាម្នាក់មិនបានព្យាបាលទេបាទរាជរដ្ឋាភិបាលបានដាក់នៅគោលនយោបាយនេះគឺជួយគាំពៀសុខុមាលភាពសង្គមជាគោលនយោបាយមួយដែលល្អដែលអាចកាត់បន្ថយនៅភាពក្រីក្រកាត់បន្ថយនៅការចំណាយដោយមិនព្រៀងទុករបស់អ្នកជំងឺបាទហើយខ្ញុំសង្ឃឹមថាអាចនឹងពង្រីកនៅគោលនយោបាយនេះបានធំទូលំទូលាយថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋយើងគ្រប់
ទាំងអស់បានទទួលបាននៅបានបតសនេះបាទខ្ញុំសូមផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់ដែរគឺថានៅពេលដែលមានបញ្ហាសុខភាពលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមកទទួលសេវានៅមន្ទីរពេទ្យបជានុបនៅនៃក្តីសង្ឃឹមដោយសារយើងមានសេវាគ្របដណ្ដប់គ្រប់មុខបាទហើយនៅទីនេះគឺយើងស្វាគមន៍ដោយកក់ក្ដៅជូនចំពោះប្រជាពលរដ្ឋយើងបាទ